បាទជំរាបសួរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ក៏ដូចជាបងប្អូនកងកម្លាំងដែលស្ថិតនៅក្នុងការការពារជួរមុខនៃទឹកដីរបស់កម្ពុជាទាំងអស់បាទក្នុងនាមខ្ញុំជាអ្នកនយោបាយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំតែងតែមានក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្រទេសខ្លួនឯងក៏មិនខុសពីបងប្អូនប្រជាពលរដ្ឋទូទៅផងដែរប៉ុន្មានថ្ងៃកន្លងមកនេះស្ថានភាពតានតឹងនៅតាមជួរព្រំដែនហាក់បីដូចជាពុំមានការថយចុះនោះទេគឺមានតែការវិវត្តទៅមុខជារៀងរហូតព័ត៌មានคล้ายៗការផលិតវីដេអូឃ្លីបคล้ายៗតាមរយៈការកែច្នៃតាម AI ក៏កាន់តែច្រើននេះគឺជាការបង្កឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលលោកពុំបានពិចារណាដល់ការកែច្នៃប្រឌិតរបស់ក្រុមខិលខូចនៅក្នុងថ្ងៃនេះខ្ញុំចង់បញ្ជាក់ជូនថាថៃចាប់ផ្ដើមជ្រួលច្របល់ពាក់ព័ន្ធជាមួយនឹងការបិទច្រកទាំងសងខាងបាទការបិទច្រកទាំងសងខាងនេះតាមការយល់ឃើញរបស់ខ្ញុំគឺជាចំណុចមួយដ៏សំខាន់រវាងប្រទេសនិងប្រទេសជាពិសេសគឺធ្វើឲ្យកម្ពុជាខ្លួនឯងនេះចេះរឹងមាំបាទហេតុដូចម្ដេចបានជាខ្ញុំថាកម្ពុជាខ្លួនឯងចេះរឹងមាំតើពីមុនមកកម្ពុជាអត់រឹងមាំឬមួយក៏ទើបតែគេបិទច្រកបានកម្ពុជារឹងមាំកម្ពុជារឹងមាំតាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះតាំងពី79ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមកទល់បច្ចុប្បន្ននីតិកាលទី7ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាទអញ្ចឹងកម្ពុជារឹងមាំមករហូតបើកម្ពុជាអត់រឹងមាំគឺកម្ពុជាមិនមានការអភិវឌ្ឍមកទល់បច្ចុប្បន្ននេះទេបើកម្ពុជាដោយពាក្យរបស់ពួកឈ្លានពានថៃជ្រុលនិយមនេះមកលើកម្ពុជានេះគឺកម្ពុជាអត់មានអីត្រូវអភិវឌ្ឍមកទល់បច្ចុប្បន្ននេះទេបាទហើយអស់លោកកុំយល់ថាជនជាតិរបស់អស់លោកទាំងអស់ស្អប់ខ្ពើមខ្មែរជនជាតិរបស់អស់លោកមួយចំនួនធំក៏ស្រឡាញ់និងរាប់អានជនជាតិខ្មែរផងដែរបាទអញ្ចឹងទេការបង្កើតឲ្យមានជាតិសាសន៍និយមនេះគឺធ្វើឲ្យប្រជាពលរដ្ឋមើលមុខគ្នាមិនត្រង់ដែលជាប្រទេសជាប់ភូមិផងរបងជាមួយខ្ញុំសូមបញ្ជាក់ថាកម្ពុជានាពេលបច្ចុប្បន្ននេះគឺជាជំហានដើរទៅមុខវិវត្តទៅមុខជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមានគ្រប់បែបយ៉ាងកម្ពុជាផលិតបានគ្រប់ប្រភេទហើយការបិទច្រកព្រំដែនការមិននាំចូលនៅផលិតផលមួយចំនួនមិនមែនកម្ពុជាខ្លួនឯងមិនទទួលយកផលិតផលរបស់អស់លោកទេតែអស់លោកមើងងាយដល់រាជរដ្ឋាភិបាលកម្ពុជាមើងងាយប្រជាពលរដ្ឋមើងងាយអធិបតេយ្យភាពរបស់កម្ពុជាខ្លាំងពេកទើបកម្ពុជាសម្រេចចិត្តថាមិនទទួលយកនៅរបស់របររបស់អស់លោកដែលជាអ្នកឈ្លានពាននោះបាទកម្ពុជាមិនដែលបង្កបញ្ហាឬផលរមាស់ដល់ប្រទេសជិតខាងទេមានតែប្រទេសជិតខាងមានតែអស់លោកនឹងហើយដែលជាអ្នករករឿងកម្ពុជាគ្រប់សពបែបយ៉ាងបាទមើងងាយតាំងពីការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជាមើងងាយតាំងពីប្រជាពលរដ្ឋខ្មែរបាទសពគ្រប់អស់ហើយប្រហែលថ្ងៃកន្លងមកនេះក៏ឃើញការរិះគន់ដៀថ្មេះដល់ថ្នាក់ដឹកនាំថែមទៀតដូច្នេះពួកអស់លោកមានពិចារណាថយក្រោយទៅទេថាប្រទេសអស់លោកគ្រាន់តែមិនទាន់មួយអាណត្តិផងដូរនាយករដ្ឋមន្ត្រីអស់ប្រមាណបាទ
នេះចំណុចត្រង់នេះដែលអស់លោកត្រូវមើលថាតើពេលណាទើបអស់លោកជ្រុលនិយមថៃអស់លោកនេះឲ្យប្រទេសអស់លោកមានភាពស្ងប់សុខបានដើរទៅមុខរីកចម្រើនពួកអស់លោកចង់ឲ្យប្រទេសមានសង្គ្រាមតែអស់លោកអត់មើលពីប្រជាពលរដ្ឋនៅតាមព្រំដែនតែពួកគាត់លំបាកវេទនាបែបណាទេខ្ញុំចង់ប្រាប់ទៅអស់លោកដែលជាក្រុមជ្រុលនិយមថៃឲ្យបានជ្រាបថាកម្ពុជានាពេលបច្ចុប្បន្ននេះគឺមានការយល់ដឹងនិងចេះដឹងអភិវឌ្ឍគ្រប់សពបែបយ៉ាងរបស់របរដែលអស់លោកធ្លាប់នាំចូលកម្ពុជាក៏មានការផលិតដោយខ្លួនឯងដែរគ្រាន់តែថាយល់យកអនុសាសនៈចុះ MOU ជាមួយគ្នាតែប៉ុណ្ណោះទេមានន័យថាប្រទេសជិតខាងជួយទិញគ្នាទៅវិញទៅមកមិនអត់អស់លោកមកកម្ពុជាស្លាប់ឯណាចុះកាលពី79មកនេះមកទល់បច្ចុប្បន្ននេះមិនកម្ពុជាចេះងើបឈរដោយខ្លួនឯងបានមិនកម្ពុជាអាចរស់បានដោយពុំមានការហូរហៀនៅតំណែងរបស់អស់លោកដោយបច្ចុប្បន្ននេះចឹងទេអស់លោកកលេចមើលថយក្រោយបាទហើយកុំយកសម្ពាវុធមកសម្ញែងគំរាមដល់កម្ពុជាមិនបានខ្លាចសម្ពាវុធទាំងអស់នោះទេស្មារតីជាតិនិយមរបស់កម្ពុជាគឺសាមគ្គីគ្នាជាកម្លាំងការជំរុញលើកទឹកចិត្តដល់កងយុទ្ធពលខេមរៈភូមិន្ទនៅជួរមុខក៏ដូចជាការការពារមិនឲ្យមានការឈ្លានពានរំលោភអធិបតេយ្យភាពរបស់កម្ពុជាគឺកើតចេញពីស្មារតីជាតិនិយមជាខឿនដ៏រឹងមាំរបស់កម្ពុជាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដល់អ្នកដែលកំពុងតែមើលងាយឈ្លានពានដល់កម្ពុជាសូមលំមយល់ឲ្យឈប់ធ្វើបាបប្រទេសជនជាតិខ្លួនឯងតទៅទៀតទៅឈប់ធ្វើបាបជនជាតិខ្លួនឯងខ្ញុំនិយាយដូចនេះខ្ញុំចង់បញ្ជាក់ថាថៃកំពុងតែដឹកនាំសេដ្ឋកិច្ចទម្លាក់ទៅក្នុងសមុទ្រដ៏ជ្រៅមួយប្រជាជនទូទាំងប្រទេសកំពុងតែខ្លោចផ្សានឹងការរឹបទទួលទានមិនបានការនាំចេញមិនរួចនេះជាការខាត់បងដ៏ធំធេងមួយអញ្ចឹងទេល្មមឈប់បន្តតទៅទៀតហើយកុំចង់បានសង្គ្រាមឲ្យកើតមានឡើងសង្គ្រាមមានតែវិនាសមនុស្សចាស់កុមារស្លាប់រាប់រយនាក់តើអ្នកណាជាអ្នកទទួលខុសត្រូវត្រឹមតែមេដឹកនាំម្នាក់ឬមួយក៏ត្រឹមតែមេតាហានរបស់អស់លោកម្នាក់ហ្នឹងបង្កឲ្យមានការកើតសង្គ្រាមមែនដែរទេកម្ពុជាគឺចាស់ទុំនយោបាយក្នុងការដឹកនាំមិនតាមពួកអស់លោកញុះញង់នោះទេកម្ពុជាសុំតែសេចក្តីសុខដើម្បីអភិវឌ្ឍប្រទេសកម្ពុជារាប់ញាតិតែបើញាតិបំផ្លាញបែបនេះគឺកម្ពុជាមិនទទួលយកទេហើយកម្ពុជាសុំតែភាពច្បាស់លាស់ក្នុងការស្វែងរកនៅការកំណត់ឲ្យដឹងច្បាស់ពីព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះពាក់ព័ន្ធប្រាសាទតាមន់តូចតាមន់ធំតាកបីនិងតំបន់មុំបីតែប៉ុណ្ណោះទេដែលជារបស់កម្ពុជាចង់បានតែជារបស់ខ្លួនតែគង់មិនបានទៅរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអស់លោកដែរអញ្ចឹងទេសូមពិចារណាផងមុននឹងដៀថ្មេះមុននឹងវាយប្រហាមមុននឹងទៀមទាចង់បានរបស់គេសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានត្រឹមត្រូវកម្ពុជាមិនល្ងងដោយអស់លោកដៀថ្មេះនោះទេហើយសូមកុំបន្តដៀថ្មេះដល់រាជរដ្ឋាភិបាលកម្ពុជាតទៀតជនជាតិកម្ពុជានៅក្នុងប្រទេសមិនដែលដៀថ្មេះដល់រាជរដ្ឋាភិបាលឬថ្នាក់ដឹកនាំរបស់អស់លោកណាម្នាក់ទេតែពួកអស់លោកទេដែលដៀថ្មេះដល់មេដឹកនាំកម្ពុជានេះហើយជាចរិតទន់ភ្លន់ឬមួយក៏ជាចរិតពៀលរបស់ជនជាតិថៃអញ្ចឹងល្មមផ្អាកទៅបាទល្មមផ្អាកហើយក៏សូមឲ្យស្មារតីជាតិនិយមរបស់កម្ពុជាគឺជាខឿននៃការពារបូរណភាពទឹកដីនេះកាន់តែបន្តចូលរួមគ្រប់គ្រងទាំងអស់គ្នាដើម្បីឲ្យរាជរដ្ឋាភិបាលដឹកនាំ
ការការពារក៏ដូចជាការស្វែងរកទៅដល់តុលាការ ICJ នេះឲ្យបានទទួលជោគជ័យបាទសូមអរគុណ